Mạch ban cái đoạn ngân này chia tầm bón sạc công trong rồi chứ ai thì được cái này. Chà bà tam nhom đang kla pi bongประเทศสากลban chỉ dừng đạiชมุทาជាតំបន់សហគមន៍ចំរិចដោយសារតែនៅតំបន់ហ្នឹងគឺជាតំបន់ដែលសម្បូរទៅដោយដើមម្រេចខ្សាយតែដើមហ្នឹងគឺវានៅកន្លែងជាប់ហ្នឹងអាហ្នឹងទឹកខូនហ្នឹងគេហៅថាជាប់ដល់ពេលវាដុះនៅតាមអែបជាប់ច្រើនហូរហែអញ្ចឹងទៅបានជាយើងយកតំបន់ហ្នឹងដាក់ឈ្មោះថាតំបន់ចំរិច សូមស្វាគមន៍មកកាន់សហគមន៍ជំរិចបងប្អូនថ្ងៃនេះខ្ញុំមានការចែករំលែកនិងដំណើរទស្សនកិច្ចមកកាន់សហគមន៍ជំរិចក៏ដូចជាប្រវត្តិខ្លះៗទាក់ទងនឹងសហគមន៍ជំរិចបាទសហគមន៍ជំរិចបានបង្កើតឡើងនៅឆ្នាំ2002ហើយទទួលស្គាល់នៅឆ្នាំ2020ឆ្នាំ2003ដោយក្រសួងបរិស្ថានមានសមាជិកសរុបចំនួន556គ្រួសារចំនួនសរុបមាន2476និងស្រីចំនួន1243នាក់បាទទំហំផ្ទៃដីរបស់សហគមន៍យើងមានចំនួនទៅដល់2908ហិកតាបាទតែសប្តាហ៍ថ្ងៃគឺនៅសល់តែ501ហិកតាទេបាទបងប្អូននេះជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចគួយបាទគាត់បានសែនព្រេននិងប្រាប់ម្ចាស់ទឹកម្ចាស់ដីដល់ក្រុមនិស្សិតដែលបានមកទស្សនកិច្ចក៏ដូចជាយុវជនអញ្ចឹងណាបងប្អូនពិធីសែនព្រេនរបស់ជនជាតិដើមភាគតិចនឹងមានមេឃុំគាត់មេឃុំសាឡាវស័យគាត់មកចូលរួមដើម្បីមានមតិសំណេះសំណាលនិងផ្ដាំផ្ញើឲ្យយុវជនចេះស្រឡាញ់ធនធានធម្មជាតិនិងការពារព្រៃឈើពិតជាល្អមែនទែនសម្រាប់ក៏សូមអរគុណដល់មេឃុំសាឡាវស័យបាទពេលយប់ឡើងគឺពួកយើងបានអង្គុយជុំពិភាក្សានៅក្នុងភ្នក់ភ្លើងពិភាក្សាទាក់ទងនឹងការចែករំលែកបទពិសោធន៍ក៏ដូចជាទំនាក់ទំនងនិងណែនាំឈ្មោះគ្នាបាទនេះពេលយប់គឺយើងចូលទៅសម្រាប់នៅតាមតង់រៀងខ្លួនបងប្អូនបាទនេះគឺព្រលឹមឡើងគឺយើងរៀបចំហាត់ប្រាណដើម្បីធ្វើដំណើរចុះល្បាតព្រៃបាទដើម្បីកុំឲ្យលមូលកពើឬក៏មានឧបទ្ទហេតុណាមួយបាទសម្រាប់ការធ្វើដំណើរដូចជាខ្លោះជើងក្រិចជើងអីជាដើមអញ្ចឹងណាបងប្អូនព្រោះការធ្វើដំណើរនៅក្នុងព្រៃគឺវាមិនមែនងាយស្រួលទេបាទឃើញថាអ្នកខ្លះក៏ធ្វើបានល្អអ្នកខ្លះក៏អត់អញ្ចឹងណាបងប្អូនសម្រាប់ការធ្វើលំហាត់ប្រាណដើម្បីធ្វើដំណើរនៅក្នុងព្រៃបាទសកម្មភាពនេះផងដែរគឺយើងមានរយៈពេល2យប់3ថ្ងៃបងប្អូនមកត្រង់កន្លែងនេះអ្នកគ្រូបានចែកសម្ភារៈសម្រាប់ការចុះដើរល្បាតព្រៃថាអ្នកណាត្រូវកាន់អីខ្លះអញ្ចឹងណាបាទមានសម្ភារៈថ្នាំពេទ្យសង្គ្រោះបឋមបាទនេះជាសកម្មភាពដែលពួកខ្ញុំបានចេញដំណើរដើរហើយបាទដើរថ្មើរជើងគឺតាមផ្លូវគោយន្តបាទដែលតំបន់ការពារព្រៃឈើមកឃើញអ្នកខ្លះថាសប្បាយផងអីផងអត់ទាន់ដល់វគ្គហត់ទេបងប្អូនព្រោះយើងតែចេញធ្វើដំណើរអញ្ចឹងណាព្រៃឈើនៅក្រាស់មែនតើបងប្អូនសម្រាប់សហគមន៍ជួមរិចបាទឃើញថាគាត់ដើរមួយតាមព្រៃអញ្ចឹងណាមកដល់ត្រង់ចំណុចនេះគឺបានដើរប៉ះវ7បាទបងសហគមន៍ថាវ7នៅមានទឹកតែនេះមើលប្រូអាល់កុហុលហ្នឹងគាត់សាកមើលថាឆ្ងាញ់ជាតិគាត់អត់នឹកស្មានថាដើមឈើយើងមានទឹកនៅក្នុងហ្នឹងមកដល់តំបន់មួយនឹងទៀតបាទគឺជាតំបន់នៅខាងជួមរិចសាយនេះបងស្រីបងវិជ្ជការគាត់បានប្រាប់នៅបញ្យលពេលណែនាំមូលហេតុដែលសហគមន៍បានដាក់ឈ្មោះជួមរិចគឺដោយសារសហគមន៍ហ្នឹងមានដើមរិចច្រើនព្រៃនេះគឺជាក្រុមយុវជនក៏ដូចជានិស្សិតកំពុងតែស្ដាប់ការបកស្រាយអំពីដើមសូមបងប្អូនអត្ថប្រយោជន៍នៃសូមបាទគឺយើងអាចយកទៅប្រើប្រាស់បានច្រើនធ្វើជាកៅអីក៏ដូចជាគ្រាប់វាយើងអាចយកទៅលក់បានក្នុង1គីឡូដូចជា$10ក៏សម្រាប់ដែរបងប្រុសគាត់ថា
ហើយដៃរបស់វាយើងអាចយកទៅធ្វើរបស់នេសាទសម្រាប់សហគមន៍ទៀតបាទសម្រាប់របស់ជនជាតិដើមដោយសារយើងអត់មានសម្ភារៈអីកាលពីដើមគឺយើងយកអរេបងសហគមន៍នឹងគេថាឈ្នូនឹងអីសម្រាប់យកទៅធ្វើក្រងទៅយើងធ្វើដាក់យកនេសាទយកត្រីអញ្ចឹងណាបងប្អូនបាទគាត់រៀបរាប់និងប្រាប់អំពីអត្ថប្រយោជន៍របស់សោមក៏ដូចជាដើមឈើផ្សេងទៀតបាទដែលผมបានរៀបរាប់ប្រាប់ដោយសារវីដេអូនេះវាវែងពេកខ្ញុំកាត់ខ្លីទេបងប្អូននេះអ្នកគ្រូគាត់បានបង្ហាញពទាលថងលុយបាទពទាលថងលុយនេះគឺមានអត្ថប្រយោជន៍យើងអាចយកថងវាហ្នឹងយកទៅវិចអន្សមឬក៏យកទៅធ្វើថ្នាំឈើសម្រាប់ក្មេងៗដែលគាត់ដេកពេលយប់ហើយគាត់នោមដាក់ពូកដាក់អីចឹងណាភាសារបស់ខ្ញុំគេថានំជុចបាទអាហ្នឹងយើងយកទៅដាំទឹកផឹកទៅជាបងប្អូនគឺអត់មាននោមអីទៀតទេមកដល់វគ្គនេះគឺយើងបានបែងចែកក្រុមជា4ក្រុមសម្រាប់ការសរសេរពាក្យស្លោកដើម្បីបិទវាយតាមប្រិយសហគមន៍ព្រលឹមឡើងគឺខាងបងត្រីប្រធានគាត់មកចូលរួមក៏ដូចជានិយាយសំណេះសំណាលនឹងការរៀបចំធ្វើបទបង្ហាញតាក់ទងនឹងពាក្យស្លោកក៏នឹងយកចែកបុគ្គលរង្វាន់ដល់អ្នកដែលសរសេរពាក្យស្លោកបានល្អនិងមួយទៀតនឹងការចែកអំលែកបទពិសោធន៍ថាពួកយើងរៀនសូត្របានអីខ្លះជាចុងក្រោយក៏មានតែប៉ុណ្ណឹងវីដេអូនេះសូមអរគុណសូម